មនុស្សយើងច្រើនតែមានសេចក្តីសុខជាមួយនឹងអ្វីដែលបានមកជាទីពេញចិត្តជាការបានថ្មីមិនសូវចេះសុខជាមួយនឹងអ្វីដែលមានហើយនោះទេបើយើងហ្វឹកហាត់ឲ្យចេះមានសេចក្តីសុខជាមួយនឹងអ្វីដែលមានយើងប្រកាសជារកសេចក្តីសុខបានដោយងាយព្រោះអ្វីយើងមានស្រាប់បន្តមកទៀតត្រូវចេះអប់រំចិត្តឲ្យមានសេចក្តីសុខជាមួយនឹងការលះបង់ឲ្យទានគឺលះបង់របស់ដែលមានឲ្យទៅតាមធនធានសប្បាយចិត្តនឹងជួយឲ្យអ្នកដទៃបានសុខសប្បាយចិត្តថែមទៀតព្រោះឃើញជីវិតខ្លួនឯងមានខ្លឹមសារនៅត្រង់ការបានធ្វើល្អជាបន្តបដិបត្តិធម៌នឹងធ្វើឲ្យយើងបានរកសេចក្តីសុខអំពីការមិនមានពោលគឺការមិនប្រកាន់ចំពោះបញ្ញខណ្ឌដែលមានទាំងអ្វីដែលអស់ទៅសូន្យទៅក៏មិនអាល័យចំណែកក្នុងអនាគតបានអ្វីមិនបានអ្វីក៏អត់បញ្ហាព្រោះអត្តាតួខ្លួនយើងមិនមានហើយស្រេចនេះគឺជាសេចក្តីសុខក្នុងការលះបង់ឆន្ទរាគៈចំពោះបញ្ញខណ្ឌយើងបានកើតមកជួបនឹងព្រះពុទ្ធសាសនាក៏គួរមានឱកាសបានប៉ះសេចក្តីសុខព្រោះការលះបង់សុខជាមួយនឹងការមិនចាំបាច់មានរបស់ក្នុងโลกនេះនៅក្នុងបកណ្ណកវគ្គទី21នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាបើឃើញសេចក្តីសុខដ៏ធំទូលាយព្រោះលះបង់សុខល្មមប្រមាណអ្នកមានប្រាជ្ញាកាលឃើញសុខធំទូលាយគឺព្រះនិព្វានគប្បីលះសុខល្មមប្រមាណចេញ